ជំរាបដល់ជំរាបលោកគ្រូនិងអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើឡានរបស់លោកគ្រូអឺជួននេះគេជួននេះគេចង់សំដៅទៅលើអឺប្រាប់ប្រើសម្រាប់ឲ្យផ្ទាំងកន្សូលអាចស្គាល់នៅអក្សរខ្មែរនិង emote ផ្សេងៗនៅក្នុងកូដរបស់យើងមានលក្ខណៈពេញលេញចំណែកឯជួននេះគេប្រើសម្រាប់ឲ្យអឺសម្រាប់បិទត្រនិចដែលលោតនៅក្នុងផ្ទាំងកន្សូលរបស់យើងកុំឲ្យលោតទៀតចំណែកជួននេះវិញជួននេះគឺប្រើសម្រាប់ប្រកាសលេខដែល random របស់យើងចំណែកវ៉ាល់នេះវិញវ៉ាល់នេះគឺគេប្រើសម្រាប់តំណាងឲ្យគ្រប់ឡុកឡាក់ទាំង3ដើម្បីឲ្យវាដំណើរការចំណែកឯជួននេះគឺគេប្រើសម្រាប់clear console ដែលយើង run ទាំងអស់ឲ្យបាត់ពេលដែលយើង enter ចូលឡុកឡាក់ថ្មីមួយទៀតឧទាហរណ៍ដូចជានេះវាលោតឡុកឡាក់ហើយយើង enter មកវានឹងលោតអក្សរនេះមកតែពេលយើង enter ទៅអក្សរនោះវានឹងបាត់ទៅវិញចំណែកជួរនេះវិញជួរនេះគឺគេប្រើដើម្បីដាក់ color ដែលយើងចង់ដាក់ទៅតាមពណ៌របស់យើងទាំងអស់ចំណែកជួរនេះគឺគេប្រើសម្រាប់ដាក់ color ឲ្យអក្សរនៅក្នុងជួររបស់ជួរនេះគឺមានពណ៌ទៅតាមជួរអក្សរដែលយើងបានដាក់ដូចជានេះគឺពណ៌ស៊ីយ៉ាំងចំណែកឯនេះវិញគឺប្រើសម្រាប់បោះកន្សូលអក្សរធម្មតាដើម្បីឲ្យវាបង្ហាញក្នុងផ្ទាំងកន្សូលចំណែក reset color នេះគឺប្រើសម្រាប់បង្អាក់ color មួយនេះឲ្យវាដំណើរការបាននៅក្នុងកន្សូលមួយក្នុងអក្សរមួយនេះកុំឲ្យវាទៅឡុកឡំជាមួយនឹងក្របឡុកឡាក់របស់យើងចំណែកឯជួរនេះវិញរូបនេះគឺរូបនេះគឺគេប្រើសម្រាប់ពេលដែលយើង random លេខឡុកឡាក់របស់យើងវាអាច random បានពីលេខ1ដល់លេខ6នៅលើផ្ទាំងកន្សូលរបស់យើងចំណែកនេះគឺដូចគ្នាដែរគឺប្រើសម្រាប់ random លេខពីលេខ1ដល់លេខ6ជួរនេះក៏ដូចគ្នាដែរគឺប្រើសម្រាប់random លេខរបស់យើងចំណែកឯ reset 2.0 clear គឺគឺជាការកំណត់អក្សរឬទីតាំងដែលក្របឡុកឡាក់របស់យើងបានបោះដែលធ្វើឲ្យវាមានគម្លាតពី0ទៅ2រក column វាគឺកំណត់គម្លាតរបស់អក្សរឬក្របឡុកឡាក់របស់យើងហើយវាបាន print ទៅក្របឡុកឡាក់ទាំង3នេះដើម្បីឲ្យវាមានគម្លាតពីគ្នាពី2ទៅ0ចំណែកឯ Dear Strip Clear នេះ120នេះគឺគេប្រើដើម្បីដាក់ speed ឲ្យក្របឡុកឡាក់របស់យើងមានដំណើរការលឿនឬក៏យឺតទៅតាមចំណង់ចំណូលចិត្តរបស់យើងដោយឲ្យក្របឡុកឡាក់របស់យើងលោតក្នុង speed 120ក្នុង1វិនាទីយើងអាចកែតម្រូវវាទៅតាមហ្នឹងក៏បានដែរឧទាហរណ៍ជាចុងក្រោយសូមជម្រាបលាលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានបកស្រាយកូដរបស់លោកគ្រូហើយ